ជំរាបសួរបងប្អូនគ្នាសុខសប្បាយចិត្តអត់ថ្ងៃនេះគឺអ្នកគូវីដេអូមានមេរៀនមួយជាមួយចែករំលែកចាដែលមេរៀនយើងថ្ងៃហ្នឹងគឺនិយាយអំពីតើទៅនឹងអសត់រំលោភនេះថ្ងៃសាមីហ្វេនជាច្រើនគាត់ឆ្ងល់តើទៅនឹងបញ្ហាទៅនឹងអសត់រំលោភហ្នឹងចាថ្ងៃតើនៅពេលដែលយើងផ្ដាសាយចាយើងញ៉ាំថ្នាំផ្ដាសាយយើងប្រើថ្នាំរំលោភបានដែរឬក៏អត់ហើយវាមានសារប្រសិទ្ធភាពអីអត់ចាថ្ងៃចង់ដឹងអត់បើចង់ដឹងកុំភ្លេចតាមដានវីដេអូហ្នឹងឲ្យចិត្តទាំងគ្នាណោះចាអញ្ចឹងបងប្អូនដឹងហើយថាតើទៅនឹងការរំលោភគឺត្រូវមានការប្រឹក្សាយ៉ាងច្បាស់លាស់ពីអ្នកជំនាញចាហ្នឹងហើយមិនថាយើងប្រើប្រាស់ថ្នាំឬក៏យើងទៅធ្វើការបូមសម្អាតទេចាហ្នឹងហើយអញ្ចឹងបើសិនជាយើងចង់ប្រើប្រាស់ថ្នាំគឺកូនចាប់ពីមានរហូតដល់9សប្តាហ៍ចុះក្រោមណាចាហើយបើសិនជាលើសពីហ្នឹងគឺត្រូវធ្វើការបូមឯងចាកាន់តែធំក៏គេធ្វើការរំលោភបានដែរគ្រាន់តែថាត្រូវការអស់លុយច្រើនហើយត្រូវកន្លែងដែលមានជំនាញចាហើយកូនកាន់តែធំបើសិនជាធំចាប់ពី4ខែឡើងទៅអានឹងគេដាក់ថ្នាំបកាធំដែរណាចាហើយតើទៅនឹងការប្រើប្រាស់ថ្នាំសួរថានៅពេលដែលយើងផ្ដាសាយចាយើងអាចប្រើប្រាស់ថ្នាំបានដែរឬទេចាអញ្ចឹងបងប្អូនដឹងហើយថាអសររំលោភមេតាបលនេះគឺត្រូវមានការប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញអញ្ចឹងបើសិនជាយើងបានប្រឹក្សាច្បាស់លាស់ពីអ្នកជំនាញអូខេគឺយើងប្រើដោយមានទំនុកចិត្តដោយអត់គេហៅថាផិតភ័យអីទេចាអញ្ចឹងតើទៅដល់អសររំលោភនៅលើទីផ្សារគឺមានច្រើនណាស់បងចាមានច្រើនប្រភេទមានច្រើនក្រុមហ៊ុនចាហើយក៏មានរបស់ពិតនិងរបស់ copy ដែរចាអញ្ចឹងហើយយើងមុននឹងប្រើប្រាស់មុននឹងទិញត្រូវតែសិក្សាស្វែងយល់ក៏ដូចជាដឹងអំពីប្រភពឲ្យបានច្បាស់លាស់ប្រយ័ត្នទិញហើយប្រាំងអត់ធ្លាក់ពិបាកទិញម្ដងទៀតអីចឹងហើយពិបាកទៅបូមទៅអីចឹងទៅចាហ្នឹងហើយបើចំពោះអ្នកវីដេអូគឺសូមលើកយកនៅប្រភេទមេតាបនចាអញ្ចឹងមេតាបនគឺវាមានប្រសិទ្ធភាពខ្ពស់ចាធ្វើការរំលោភស្អាតរហូតដល់97%ចំពោះកូនក្រឹម9សប្តាហ៍ហើយកូននៅក្នុងស្បូនចាអញ្ចឹងរំលោភបានតែកូនក្នុងស្បូនទេកូនក្រៅស្បូនអត់អាចធ្វើការរំលោភបានទេអញ្ចឹងបើកូនក្រៅស្បូនគឺត្រូវធ្វើការវះកាត់អីចាអញ្ចឹងកុំគិតថាកូនក្រៅស្បូនអាចធ្វើការរំលោភបានដែរគឺអត់ទេណាចាកូនក្រៅស្បូនគឺត្រូវធ្វើការវះកាត់អីហើយទៅនឹងអសត់រំលោភប្រភេទមេតាបននេះគឺថ្ងៃទី1លេខ1គ្រាប់ថ្ងៃទី2សល់4គ្រាប់ឧទាហរណ៍ថាយើងលេខម៉ោងប្រហែលចាម៉ោង10ព្រឹកស្អែកឡើងម៉ោង10ព្រឹក24ម៉ោងវិញយើងត្រូវតែសល់ចាហើយសួរថាចុះបើក្នុងក្តាស់ណៃណងក្រាស់ដល់48ម៉ោងយើងអាចរងចាំដល់48ម៉ោងបានអត់បានគ្រាន់តែថាយើងប្រើក្នុង24ម៉ោងប្រសិទ្ធភាពវាខ្ពស់ជាងចាខ្ពស់ជាងរបស់វាចាហ្នឹងហើយអញ្ចឹងបើយើងចង់បានប្រសិទ្ធភាពខ្ពស់យើងប្រើក្នុង24ម៉ោងទៅតែបើសិនជាយើងរវល់ខ្លាំងចាអត់អាចប្រើក្នុង24ម៉ោងអូខេយើងអាចប្រើក្នុង48ម៉ោងបានប៉ុន្តែប្រសិទ្ធភាពរៀងថយចុះបន្តិចណោះចាអញ្ចឹងយើងត្រូវហ៊ានទទួលស្គាល់នៅគេហៅថាប្រសិទ្ធភាពថ្នាំដែលយើងជ្រើសរើសឲ្យខ្លួនឯងចាហ្នឹងហើយតែបើចំពោះតែជនរបស់អ្នកគ្រូគឺអ្នកគ្រូណែនាំឲ្យប្រើក្នុង24ម៉ោងអត់ឲ្យប្រើក្នុង48ម៉ោងទេចាហ្នឹងហើយហើយតកតងទៅនឹងដូចមេរៀនយើងចឹងថាបើសិនជាមានថ្នាំបើសិនជាយើងផ្ដាសាយយើងញ៉ាំថ្នាំផ្ដាសាយវាអាចប៉ះពាល់ទៅដល់ការប្រើប្រាស់ថ្នាំឬក៏អត់ចាហ្នឹងហើយអាចប្រើបានអត់ហើយមានទៅសាបថ្នាំសាបអីអត់ចាហ្នឹងហើយអ្នកគ្រូសូមបកស្រាយជូនថានៅពេលដែលយើងផ្ដាសាយចាគឺយើងអាចញ៉ាំថ្នាំបានជាធម្មតាគ្រាន់តែថានៅពេលដែលយើងផ្ដាសាយសូមឲ្យយើងលេបថ្នាំធ្វើយ៉ាងម៉េចចន្លោះម៉ោងនៃការប្រើប្រាស់ឱសថរំលោភចាប់ពី2ម៉ោងទៅ4ម៉ោងឡើងចាចន្លោះម៉ោងហ្នឹងកុំឲ្យគៀកគ្នាពេកចាព្រោះថាយើងដឹងហើយថាពេលដែលយើងផ្ដាសាយអ្នកខ្លះគាត់ផ្ដាសាយធំទៅអាចធ្វើឲ្យមានក្តៅខ្លួនក្តៅអីចឹងណាចាអញ្ចឹងកុំឲ្យវាជន់ដានមួយគ្នាចាព្រោះថាថ្នាំរំលោភមេតាបនផលរំខានវាគឺអាចធ្វើឲ្យមានការក្តៅខ្លួនផងដែរចានៅមិនថាថ្ងៃទី1មិនថាថ្ងៃទី2គាត់ថាអ្នកខ្លះមានអ្នកខ្លះអត់អីចឹងទៅចាហើយថ្ងៃទី1ភាគច្រើនអត់សូវមានទេតែថ្ងៃទី2បើសិនជាឧទាហរណ៍ថាយើងមានសញ្ញាក្តៅខ្លួនតិចតិច PP តិចតិចអូខេចាពេលដែលធ្លាក់កូនហើយវាលេចអីហីចាតែបើអ្នកខ្លះទៀតគឺគាត់ក្តៅខ្លួននៅពេលដែលគាត់អត់ឃើញកូនធ្លាក់អាហ្នឹងគឺជាសញ្ញាមួយអាចថាធ្លាក់មិនស្អាតមិនអីចឹងណាអញ្ចឹងវាអាចជាន់ដានជាមួយនឹងយើងផ្ដាសាយព្រោះថាផ្ដាសាយធំអ្នកខ្លះគឺក្តៅខ្លួនខ្លាំងអញ្ចឹងវាអាចជាន់ដានគ្នាអញ្ចឹងហើយយើងអាចធ្វើយ៉ាងម៉េចលេបចន្លោះម៉ោងចាប់ពី2ទៅ4ម៉ោងឡើងចាហើយយើងត្រូវដឹងខ្លួនឯងផងដែរថាសញ្ញាផ្ដាសាយវាក្អកអីចឹងឈឺកឈឺអីចឹងទៅចាហើយដល់ពេលសញ្ញាតេទៅនឹងរំលោភបើសិនជាវាសល់វាធ្វើឲ្យយើងមានចុកពោះមានក្តៅខ្លួនមានធ្លាក់ឈាមច្រើនអីចឹងទៅចាអញ្ចឹងយើងគិតមើលថាយើងមានចូលសញ្ញាទាំងអស់ហ្នឹងអត់ហើយបើករណីយើងសង្ស័យបើករណីយើងចង់បញ្ជាក់បន្ថែមចាគឺយើងអាចទៅធ្វើការអេកូបញ្ជាក់បន្ថែមបានចាហ្នឹងហើយទៅអេកូបានបើសិនជាយើងអេកូក្នុងពេលភ្លាមពេលខ្លះកូនកំពុងតែធ្លាក់អញ្ចឹងហើយយើងអត់អាចដឹងហ្មងឯងចាតែគាត់ថាបើសិនជាយើងក្តៅខ្លួននឹងវាខ្លាំងចាហើយយើងវាអត់ច្បាស់ខ្លួនឯងដឹងថាមកពីផ្ដាសាយឬក៏មកពីរំលោភយើងទៅអេកូទៅចាហ្នឹងហើយ
ព្រោះថាអេកូបានច្បាស់ចាហើយជាទូទៅអេកូនៅពេលដែលយើងមិនមានសញ្ញាអីទេមិនមានផលរំខានអីផ្សេងទេគឺយើងអាចទៅអេកូបាននៅក្នុងចន្លោះ7ទៅ10ថ្ងៃក្រោយរំលូនចាដើម្បីយើងទៅអេកូមើលថាស្អាតហើយនៅអីចឹងណាដើម្បីទទួលសេវាពជាកណ្ដាលអីចឹងទៅចាប៉ុន្តែបើករណីយើងមានផលរំខានដូចជាចុកពោះខ្លាំងធ្លាក់ឈាមខ្លាំងក៏ដូចជាក្តៅខ្លួនខ្លាំងចាគឺយើងអាចទៅធ្វើការអេកូជាបន្តអត់មានទុកយូរទេចាមានសញ្ញាទាំងអស់ហ្នឹងនៅពេលណាគឺសូមឲ្យទៅឲ្យបានកាន់តែឆាប់គឺកាន់ល្អព្រោះថាបើសិនជាយើងមានសញ្ញាទាំងអស់ហ្នឹងគឺបញ្ជាក់ថាយើងអាចនឹងមានការសេះសល់នៅជាលិកាកូនឬក៏នៅបំណែកណាមួយនៃផ្នែកកូននៅសល់អីចឹងណាអញ្ចឹងទាមទារឲ្យយើងទៅអេកូឲ្យបានឆាប់ដើម្បីយើងធ្វើការសម្អាតចេញអីចឹងទៅណោះចាអញ្ចឹងបញ្ជាក់ម្ដងទៀតបើសិនជាយើងធ្វើមានការបដាសាយគឺយើងអាចលេបបាននៅចន្លោះម៉ោងគ្នាប៉ុន្តែយើងត្រូវដឹងថាវាជាសញ្ញាមួយណាណាចាជាសញ្ញាបដាសាយឬក៏សញ្ញាសល់កូនអីចឹងទៅចាហើយបើសិនជាយើងអត់ច្បាស់ខ្លួនឯងទេសូមទៅធ្វើការអេកូក៏ដូចជាប្រឹក្សាជាមួយនឹងអ្នកជំនាញបន្ថែមដើម្បីទទួលបាននៅគេហៅថាលទ្ធផលក៏ដូចជាការណែនាំច្បាស់លាស់เนาะចាហើយសួរថាបើសិនជាយើងលេបថ្នាំផ្ដាសាយទៅមានសាបថ្នាំរលួយអីអត់គឺអត់អីទេចាអត់អីទេចាអញ្ចឹងគឺយើងអាចលេបបានចន្លោះម៉ោងតែយើងត្រូវតែច្បាស់ខ្លួនឯងត្រូវតែដឹងអំពីសញ្ញារំខាននានាដែលវានៅពីខាងក្រៅសញ្ញានៃជំងឺទាំងពីរហ្នឹងបញ្ហាទាំងពីរហ្នឹងเนาะចាអញ្ចឹងបើឆ្ងល់អីឬក៏មានបញ្ហាអីសូមធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញបន្ថែមដើម្បីទទួលបានការប្រឹក្សាដ៏ច្បាស់លាស់เนาะចាអញ្ចឹងមេរៀនគ្រូមានតែប៉ុណ្្នឹងទេចាសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់ទេចាអញ្ចឹងចំពោះអ្នកមានជំងឺផ្ដាសាយគឺអាចញ៉ាំថ្នាំបានធម្មតាហើយវាក៏អត់សាបថ្នាំដែរប៉ុន្តែបើសិនជាយើងមានចម្ងល់ផ្សេងៗក៏ដូចជាអត់យល់ក៏ដូចជាអត់ច្បាស់សូមធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញបន្ថែមដើម្បីទទួលបានការប្រឹក្សាកាន់តែច្បាស់លាស់ចាហ្នឹងហើយហើយបើសិនគ្នាចង់ទទួលសេវាតទៅនឹងការរំលោភសុខភាពចាចង់ទិញឈុតរំលោភស្បូនចាចង់ទិញថ្នាំរំលោភចង់ទទួលការសេវារំលោភមិនថាកូនធំដល់ប៉ុណ្ណាទេបងប្អូនអាចទៅបានតាមផេកមន្ទីរពេទ្យអ្នកដីស្រឡាញ់ស្នាមត្រីឬក៏តាម Telegram រូបត096 4282 575បានចាហើយបើសិនជាចង់ទទួលបានមេរៀនជាច្រើនតេតឹងទៅនឹងបញ្ហាសុខភាពអាចផេកមន្ទីរពេទ្យអ្នកដីស្រឡាញ់ស្នាមត្រីឬក៏ Subscribe Channel YouTube អ្នកគ្រូពេទ្យមានវីដេអូបានបងប្អូននឹងទទួលបានមេរៀនជាច្រើនហើយឆ្ងល់អីអាចធ្វើការសាកសួរបានចាសូមអរគុណសូមជម្រាបលាបាយបាយ Thank you